បាទនេះមកពិនិត្យមើលកដោបភាសាទៀតនេះពួកអីវីដេអូមុនហ្នឹងគឺផុសដូចជាមកអត់ថតមកទឹកជាងតែទៅតែផុសអញ្ចឹងណាតែនេះថ្ងៃទី8 ខែ 11 ឆ្នាំ 2025 អញ្ចឹងសាច់កដោបខ្ញុំញាស់មកនេះគឺវាញាស់ថ្ងៃទី 15 ចឹងមកសរុបទៅវាបាន23ថ្ងៃហើយចឹងវាមានតូចធំតាមនឹងតែមានខ្លះក៏តូចខ្លះក៏ធំឥឡូវចំណៃស៊ីច្រើនណាស់មួយថ្ងៃអស់ច្រើនណាស់បាទមេឃភ្លៀងផងអីផងចឹងទៅក៏វារៀងអត់សូវធំធាត់លឿនណាតែដូចខ្ញុំនិយាយចឹងនេះការចិញ្ចឹមដំបូងខ្ញុំចឹងបត់ពិសោធន៍ខ្ញុំនៅស្ទើអញ្ចឹងមិនដឹងថាវាល្អកម្រិតណាឬក៏បានផលកម្រិតណាអត់ទាន់ដឹងច្បាស់ទេចឹងចាំមើលជាក់ស្ដែងពេលដែលវាធំពេលដែលវាប្រកាសពូជពេលដែលប្រមូលផលបានប៉ុណ្ណាអាហ្នឹងមានអ្វីដែលល្អចាំមើលខ្ញុំជួយផ្ដល់ជាខមមិនខ្លះជូនបងដែលមានកម្រងចង់បើកជាការចិញ្ចឹមកដោបអីចឹងដែរនេះមានតែប៉ុណ្្នឹងទេនេះឆ្លៀតមកមើលវាព្រោះឥឡូវមើលទៅរៀងធំគ្រាន់ហើយខ្លះទៅក៏ធំចិត្តប៉ុណ្ណឹងកូនដៃឯដែរខ្លះទៅក៏នៅទូចអត់ទាន់ពេញសាច់នេះបានល្មមដែរក៏ពិតកម្រង2ត្រង់មកត្រង់នេះអត់ទាន់បានរៀបចំទេរៀបចំហើយប៉ុន្តែអត់ទាន់បានដាក់ទេដោយសារចាំមើលលទ្ធផលវគ្គ1សិនអញ្ចឹងមានវគ្គ1មានវគ្គ2ហើយខាងខ្ញុំនេះដូចជាអត់ខ្វះទេរឿងស្លឹកចេកតំណាំអីស្មៅអីដែលត្រូវឲ្យកដោបអញ្ចឹងវាអត់ពិបាកទេសម្រាប់ខ្ញុំព្រោះអីនិយាយទៅអានេះគ្រាន់តែជាមតិយោបល់ខ្លះសម្រាប់បងដែលចង់ចិញ្ចឹមកដោបថ្មីណាហ្នឹងហើយខ្ញុំគិតថាការចិញ្ចឹមកដោបវាអត់ពិបាកទេអត់សូវពិបាកខ្លាំងទេយើងដូចយើងចិញ្ចឹមសត្វដូចយើងចិញ្ចឹមឆ្មាចិញ្ចឹមឆ្កែដែរជួនកាលកដោបស្រួលយើងចិញ្ចឹមឆ្មាឆ្កែយើងត្រូវឲ្យចំណីវាមួយថ្ងៃ2-3ពេលយើងត្រូវថែវាច្រើនជាងកដោបផងកដោបអត់ទេដូចជាអានេះសម្រាប់ការចិញ្ចឹមរបស់ខ្ញុំទៅចាប់ផ្ដើមណាវាចំណីដូចថាខ្ញុំដាក់នេះស្លឹកចេកនេះខ្ញុំដាក់ឲ្យច្រើនអញ្ចឹងទៅម្ដង2ថ្ងៃអីអញ្ចឹងទៅគ្រាន់យើងទៅយើងមកបាញ់ទឹកយើងមានទឹកវីតាមីនយើងបាញ់ឲ្យវាមួយថ្ងៃ2 ដង 3 ដងអីចឹងទៅហើយបើសិនជារៀងភ្លៀងខ្លាំងអីទៅក៏អត់សូវបានបាញ់ច្រើនដែរអញ្ចឹងអានេះតាមអ្វីដែលខ្ញុំបានសាកបានដឹងបានធ្វើអញ្ចឹងណាអញ្ចឹងខ្ញុំអត់បានទៅបានមតិយោបល់អីច្រើនពីបងដែលគាត់ចាំពីមុនទេក៏គាត់បានប្រាប់ខ្ញុំត្រួសហើយខ្ញុំក៏មើលខ្លួនឯងត្រូវធ្វើមិនបន្ថែមណាព្រោះយើងចាំតែគេប្រាប់រហូតក៏អត់កើតដែរអញ្ចឹងណាអរគុណច្រើនបងទាំងអស់គ្នា